សូមស្វាគមន៍មកកាន់ Channel One of My Tech សួស្តីអ្នកនរគ្នាក្នុងវីដេអូមួយនេះខ្ញុំចង់បង្ហាញអ្នកនរគ្នាពីរបៀបកំណត់ម៉ោងឬនាទីឲ្យកុំព្យូទ័រអ្នកនរគ្នាបិទដោយខ្លួនឯងយើងអាចចូលនៅក្នុងត្រង់ menu search អាចវាយពាក្យ CMD ឬចុច Enter ក៏បានមួយទៀតអ្នកនរគ្នាអាចចុចលើ keyboard ចុច key win បូកជាមួយនឹងអក្សរ O បន្តមកទៀតយើងវាយពាក្យថា CMD ឬចុច OK ពេលដល់ត្រង់ចំណុចនេះអ្នកទាំងអស់គ្នាគ្រាន់តែវាយដូចជាពាក្យដែលខ្ញុំបង្ហាញ shutdown .s.t .clear 3600 វិនាទីអញ្ចឹងក្នុងនេះគឺគេគិតជាវិនាទីក្នុង1វិនាទីមាន60ក្នុង1នាទីមាន60វិនាទីអញ្ចឹងយើងយក60វិនាទីយើងទៅគុណឲ្យ60ដងទៅឃើញស្មើនឹង1ម៉ោងអញ្ចឹងដល់ត្រង់ចំណុចនេះអ្នកនរគ្នាចង់បាន2ម៉ោង3ម៉ោង4ម៉ោងឬក៏ចង់បានកន្លះម៉ោងអ្នកនរគ្នាអាចបូកដកតាមនឹងបានអញ្ចឹងឧទាហរណ៍នៅត្រង់ចំណុចខ្ញុំចង់បានតែ10នាទីអញ្ចឹងខ្ញុំយកតែ600រួចចុច Enter អញ្ចឹងវានឹងលោតប្រាប់យើង alert ប្រាប់យើងថាក្នុងរយៈពេល10នាទីក្រោយកុំព្យូទ័ររបស់យើងនឹងបិទអញ្ចឹងនៅម៉ោងប៉ុន្មានម៉ោង9:24នាទី1វិនាទីអញ្ចឹងវា alert នឹងប្រាប់យើងប៉ុណ្ណឹងអញ្ចឹងបើអ្នកនរគ្នាកំណត់ហើយអ្នកនរគ្នាចង់ដោះវាវិញកុំឲ្យវាបិទអ្នកនរគ្នាអាចវាក្រុមកន្លែងនឹងដដែលប៉ុន្តែដល់ចំណុចនេះយើងគ្រាន់តែដក A តែមួយទៅបានហើយរួចចុច Enter តែប៉ុណ្្នឹងមកកុំព្យូទ័រអ្នកនរគ្នាវាអត់បិទដោយខ្លួនឯងបាត់ហើយយើងដោះវាវិញអញ្ចឹងវីដេអូនេះសង្ឃឹមថាមានប្រយោជន៍សម្រាប់បងប្អូនទាំងអស់គ្នាជួយ Subscribe Channel ម្នាក់មួយនិងចុច link ខាងក្រោម Telegram ខាងក្រោមនឹងទទួលបានកម្មវិធីកុំព្យូទ័រនិងមេរៀនផ្សេងៗទាក់ទងទៅនឹងការប្រើប្រាស់កុំព្យូទ័រសូមអរគុណ